จ้าสวัสดีអ្នកទាំងអស់គ្នាមកថ្ងៃនេះ live ពីរដងเนาะ live នៅក្នុង Facebook តែម្ដងណាហើយជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះក៏មកបែងលេខពីរដងសម្រាប់បងfan សិស្សរបស់នាងខ្ញុំថ្ងៃនេះខ្ញុំ live បែបបង្រៀនអ្នកទាំងអស់គ្នាធ្វើជាហៅរបៀបជាចាការសន្សំលុយ21ថ្ងៃឲ្យយើងមានគំនិតមានគេនិយាយរបៀបថាមានវិន័យនៃការសន្សំលុយហើយចាំតិចទៀតអ្នកទាំងអស់គ្នាឧស្សាហ៍តែខ្ញុំ share សិនเนาะអ្នកណាចូលមកហើយកុំភ្លេចកด like កด share ឲ្យអ្នកគ្រូផងឧស្សាហ៍តែមេរៀននេះចង់និយាយថាគឺដិតខ្លាំងមែនទែនណារៀនរយៈពេល2ឆ្នាំទើបតែដេញអាចកំបាំងហេតុអ្វីមហាសិទ្ធិអ្នកមានទាំងអស់ហេតុអ្វីគេកាន់តែមានរត់គិតកាន់តែមានលុយបែងចែកសន្សំជាចាណាអ្នកទាំងអស់គ្នាអាចจะឆ្ងល់ជាចានោះគឺអ្វីអ្នកទាំងអស់គ្នាបាទចាំខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលហើយខ្ញុំបែងលេខផ្លេតសិនណាអ្នកណាចូលមកហើយកុំភ្លេចកด like កด share ឲ្យអ្នកគ្រូផងដោយសារតែនាងខ្ញុំបែងលេខនេះក៏ចង់ឲ្យអ្នកទាំងអស់គ្នាទៅអនុវត្តហើយអ្នកទាំងអស់គ្នានឹងមានលុយសល់ហើយមានវិន័យនៃការចេះសន្សំប្រាក់របៀបខ្ញុំកดចូលនៅក្នុងក្រុមសម្រាប់នៅខាងណាទេបងអូនចាំមើលណាចេះបានអ្នកគ្រូខ្ញុំគាត់តែងតែឡាយគាត់ថាកូនកុំភ្លេចរៀនវិធីចេចាគេហៅចេចាលុយចេចាបែប6ក្រពុកបែងលុយ6ក្រពុកអ្នកទាំងអស់គ្នាក្រពុកទី1មានមិនខ្លះអ្នកទាំងអស់គ្នាអាចจะខ្ញុំទៅតែបញ្រៀនចេះអាចจะទៅខុសត្រង់តាណាគឺខ្ញុំអភ័យទោសណាហើយក៏សូមទោសទុកជាមុនហើយក៏សូមអរគុណដែលអ្នកទាំងអស់គ្នាបានឃើញពេលខ្ញុំឡាយបែងលេខនេះអ្នកទាំងអស់គ្នាเนาะឧស្សាហ៍